ចំណុចទី4ជាចំណុចចុងក្រោយសង់ឥឡូវសម្រាប់អ្នកចំនួនបន្ទាប់អាមែនសង់ឥឡូវ build now for next generations ប្រហែលអ្នកជឿថាមានចំនួនបន្ទាប់ចំនួនយើងដូចយាយតាគាត់អង្គុយមួយចៅសុំដាក់ចំណងជើងម្ដងទៀតបាទខ្ញុំចង់មើលរូបហ្នឹងម្ដងទៀតបាទនេះមិនមែនកូនយាយទេណាបាទទីច្រឡំថាកូនរបស់យាយតាដែរមិនមែនទេចៅគាត់ទេបាទរូបនេះបាទអញ្ចឹងបើន័យថាសង់គេដំណើរខ្ញុំមិនដឹងថាយាយតាហ្នឹងគាត់និយាយប្រាប់មួយចៅគាត់មិនទេកាចៅតានៅក្មេងយាយនៅក្មេងចេះមួយចេះពីរអញ្ចឹងណាអញ្ចឹងគាត់និយាយបានប្រាប់ចៅគាត់ពីដំណើរជីវិតរបស់គាត់ខ្ញុំជឿថារូបភាពនេះចង់មានន័យថាអញ្ចឹងមែនទេពីជីវិតរបស់គាត់ដែលបន្សល់ទុកទៅកូនរបស់គាត់រហូតទៅដល់ចៅរបស់គាត់ដែលដំណើរឲ្យចៅរបស់គាត់បានស្ដាប់អញ្ចឹងលោកអ្នកបងប្អូនយើងចង់សង់ជីវិតថ្មីដើម្បីអ្នកចំនួនបន្ទាប់គេអាចដំណើរតគ្នាពីដំណើរជីវិតរបស់ក្រុមជំនុំរបស់យើងមែនទេអត់ហើយលោកអ្នកបងប្អូនត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងដំណើរជីវិតមួយនេះក្នុងការសង់មួយនេះមែនទេអត់រួមគ្នាសង់តែមួយសង់ជីវិតថ្មីសង់សម្រាប់អ្នកចំនួនបន្ទាប់ទៀតខ្ញុំមានអ្នកចំនួនបន្ទាប់ហើយបើសិនបើលោកអ្នកបងប្អូនមិនទាន់មានទេឆាប់ការមែនទេខ្ញុំគ្រូសៀជាអាចារ្យលោកគ្រូជាគ្រូនៅទីនេះលោកគ្រូស្ថាអាចចែកចាយសំគុំបាននៅក្នុងទំនុកការខចុងក្រោយនៅក្នុងខទីចំពុកទី78ខ6បានចែងថាអញ្ចឹងដើម្បីឲ្យមនុស្សចំនួនក្រោយស្គាល់ដែរហើយឲ្យកូនចៅដែលនឹងកើតមករៀនតគ្នារហូតតទៅខ្ញុំជឿថាអគារក្រុមជំនុំអត់រយៈពេល50ឆ្នាំទេវាអាច100ឆ្នាំលើសពីនេះដែលយើងនឹងសាងសង់ប៉ុន្តែលោកអ្នកបងប្អូននឹងមានមនុស្សគ្រប់ជំនាន់នឹងឆ្លងកាត់អគារមួយនោះនឹងមានមនុស្សជំនាន់ក្រោយទៀតកូនរបស់យើងចៅរបស់យើងចៅទួតរបស់យើងក្រោយទៀតនឹងឆ្លងកាត់នឹងលឺអំពីទីបន្ទាល់ដែលព្រះជាម្ចាស់បានធ្វើការនៅក្នុងក្រុមជំនុំជីវិតថ្មីនេះគឺជាអ្វីមួយដែលយើងនឹងធ្វើនេះគឺជាអ្វីមួយដែលក្រុមជំនុំរបស់យើងនឹងធ្វើសូមលោកអ្នកបងប្អូនបើកទៅរូបភាពមួយខ្ញុំចង់លោកអ្នកបងប្អូនបានសញ្ជឹងគិតពាក្យនឹងបន្តិចនៅពេលដែលយើងចាប់ដើមក្រុមអ្នកដឹកនាំរបស់យើងចាប់ដើមអធិដ្ឋានអំពីការសាងសង់អគាររបស់ក្រុមជំនុំជីវិតថ្មីយើងអត់ចង់ដាក់អគារជាថ្មមួយផ្ទាំងធំនៅក្នុងរូបភាពមួយហ្នឹងយើងអត់ចង់ដាក់ពាក្យថាកសាងអគារក្រុមជំនុំជីវិតថ្មីយើងអត់ចង់ដាក់ពាក្យហ្នឹងទេប៉ុន្តែអ្វីដែលសំខាន់យើងចាប់ដើមអធិដ្ឋានថាយើងតែពិតយើងកសាងមនុស្សតាតាមពិតយើងកសាងចំនួនបន្ទាប់តាតាមពិតយើងនាំដំណឹងល្អរបស់ព្រះទៅតាតាមពិតយើងបង្កើតសិស្សនៅក្នុងអគារហ្នឹងតាតាមពិតយើងបរៀនភាសាអង់គ្លេសបរៀនផ្នែកកុំព្យូទ័រនៅអគារហ្នឹងតាតាមពិតយើងបរៀនបំណិនជីវិតនៅក្នុងអគារហ្នឹងតាតាមពិតយើងឲ្យនាំឲ្យមនុស្សស្វែងសេរីល្អនៅក្នុងព្រះនៅក្នុងអគារហ្នឹងមួយហ្នឹងតាមិនមែនជាអគារប៉ុន្តែគឺជាអ្វីដែលបានកើតឡើងក្នុងអគារមួយហ្នឹងនេះជាគោលបំណងសំខាន់របស់យើងអញ្ចឹងហើយបានយើងដាក់ពាក្យមួយថាសង់ជីវិតថ្មី be alive មែនទេសាងសង់ឥឡូវសម្រាប់អ្នកចំនួនបន្ទាប់គឺជាអ្វីជាច្រើនដែលបានកើតឡើងនៅក្នុងអគារមួយហ្នឹងលោកអ្នកបងប្អូនខ្ញុំជឿថានេះគឺជាបំណងព្រះハតីរបស់ព្រះជាម្ចាស់សូមឲ្យក្រុមថ្វាយបង្គំបានឡើងមកខាងលើថ្ងៃនេះយើងចង់អធិដ្ឋានសម្រាប់អគារដែលជាគម្រោងការរបស់ព្រះជាម្ចាស់ដែលអ្នកដឹកនាំរបស់យើងបានអធិដ្ឋានហើយយើងចាប់ដើមប៉ះពាល់នៃព្រះវិញ្ញាណដ៏វិសុទ្ធតដល់ពេលហើយដែលក្រុមជំនុំជីវិតថ្មីក្នុងការកសាងអគារក្រុមជំនុំជីវិតថ្មីយើងបានទទួលអគារនេះដីមួយនេះរយៈពេល17ឆ្នាំហើយ17ឆ្នាំហើយប៉ុន្តែពាក្យទំនាយរយៈពេល10ឆ្នាំហើយហើយទទួលដីរយៈពេល7ឆ្នាំប៉ុន្តែយើងជឿថាដល់ពេលដែលយើងត្រូវកសាងអគារក្រុមជំនុំជីវិតថ្មីលោកគ្រូសធាបានចែកចាយនៅក្នុងនេមីជំពូកទី2ខ20បានចែងថាពួកយើងជាអ្នកបម្រើរបស់ព្រះអង្គនឹងក្រោកឡើងសង់ក្រុងមួយនេះប្រហែលអ្នកចង់សង់ក្រុងមួយនេះ
ប្រហែលចង់សងប្រសិនបើនេះលោកសុំលោកអ្នកបងប្អូនបានក្រោកឈរឡើងនៅថ្ងៃនេះយើងចង់ដាក់ដៃអធិដ្ឋានលោកអ្នកបងប្អូនទី1ខ្ញុំជឿថាព្រះអង្គនឹងធ្វើការតាមរយៈការអធិដ្ឋានរបស់លោកអ្នកបងប្អូនទាំងអស់គ្នាការអធិដ្ឋានរបស់លោកអ្នកបងប្អូនពិតជាមានតម្លៃការអធិដ្ឋានរបស់លោកអ្នកបងប្អូនបានធ្វើឲ្យប្រហោះរបស់ព្រះអង្គធ្វើចលនាការអធិដ្ឋានរបស់យើងគឺជាអ្វីមួយដែលយើងទុកចិត្តលើព្រះជាម្ចាស់នៅលើគម្រោងការមួយនេះប្រហែលជាយើងអត់មានសមត្ថភាពក្នុងការធ្វើកិច្ចការទាំងអស់នេះប៉ុន្តែប្រសិនបើយើងអធិដ្ឋានដោយទុកចិត្តលើព្រះអង្គគោលបំណងដែលសង់នេះមានអ្វីមួយដែលត្រឹមត្រូវនៅខាងក្នុងមិនមែនដើម្បីល្បីក្រុមជំនុំជីវិតថ្មីទេប៉ុន្តែសូមឲ្យយើងល្បីព្រះនាមរបស់ព្រះជាម្ចាស់អេមែនអរ៉ាលោកអ្នកបងប្អូនសូមបង្ហាញរូបមួយទៀតនេះគឺជាគម្រោងរបស់យើងដែលយើងនឹងសាងសង់ក្រុមជំនុំព្រះអង្គនៅដីជើងឯក1ហិកតានៅទីនោះលោកអ្នកបងប្អូននិងខ្ញុំបានការខួប30ឆ្នាំយើងបានទៅអធិដ្ឋាននៅទីនោះយើងបានដើរយើងបានថ្វាយបង្គំព្រះអង្គនៅលើដីមួយនោះជាដីមួយកន្លែងដែលជាប្រវត្តិសាស្ត្រដែលព្រះជាម្ចាស់បានឲ្យយើងហើយព្រះអង្គក៏បានមានព្រះបន្ទូលមកកាន់យើងថាដល់ពេលហើយដល់ពេលដែលក្រុមជំនុំរបស់យើងនឹងការកសាងព្រះអង្គឲ្យធំណាស់លុយច្រើនណាស់ព្រះអង្គនឹងធ្វើការអស្ចារ្យតាមរយៈដង្វាយដ៏តិចតួចរបស់យើងរួមចំណែកនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ព្រះអង្គនឹងពហុគុណមួយជា30មួយជា60និងមួយជា100ព្រះអង្គក៏នឹងប្រទានពរដល់ជីវិតរបស់លោកអ្នកបងប្អូនហើយនឹងខ្ញុំនឹងក្រុមគ្រួសារសម្រាប់ចិត្តថ្វាយនឹងវាយទៅកាន់ព្រះជាម្ចាស់មិនមែនជាពាក្យលើកទឹកចិត្តប៉ុន្តែខ្ញុំបានធ្វើរួចហើយបងប្អូននៅក្នុងបន្ទប់នេះជារៀងរាល់ឆ្នាំលោកអ្នកបងប្អូនបានធ្វើរួចហើយចុះបើយើងធ្វើម្ដងទៀតនៅក្នុងឆ្នាំនេះហើយយើងជឿថាឆ្នាំនេះវារៀងដូចពិបាកបន្តិចប៉ុន្តែបើពេលដែលយើងថ្វាយវាហាក់បីដូចជាអ្វីមួយដែលព្រះអង្គនឹងធ្វើការបង្ហូរព្រះពរនៅលើជីវិតរបស់លោកអ្នកបងប្អូនហើយនឹងខ្ញុំអេមែនសូមលោកអ្នកបងប្អូនសូមបានលើកដៃហើយយើងអធិដ្ឋានទៅកាន់កិច្ចការទាំងអស់នេះសូមឲ្យព្រះអង្គបានធ្វើការអស្ចារ្យសូមលោកដៃទាំងអស់គ្នាដើម្បីយើងអធិដ្ឋានទៅកាន់អគាររបស់ក្រុមជំនុំជីវិតថ្មីដែលនឹងកើតឡើង Hallelujah បិតាដែលជាព្រះទូលបង្គំអរគុណព្រះអង្គសម្រាប់ថ្ងៃនេះអរគុណព្រះអង្គដែលគឺជាប្រពរដែលព្រះអង្គជាព្រះបានប្រទានពរដល់ដីមួយកន្លែងនៅជើងឯកព្រះម្ចាស់ឲ្យកាលពី7ឆ្នាំមុនផងដែរបិតាទូលបង្គំអរគុណព្រះអង្គសម្រាប់ពាក្យទំនាយដែលបានថ្លែងព្រះម្ចាស់ឲ្យកាលពី17ឆ្នាំមុនដែលក្រុមជំនុំជីវិតថ្មីនឹងកសាងនៅកន្លែងមួយដែលបាក់បែកកសាងកន្លែងមួយដែលគេបោះបង់ចោលកសាងកន្លែងមួយដែលគេមើលថាវាអត់សំខាន់ព្រះម្ចាស់ហើយប៉ុន្តែថ្ងៃនេះព្រះម្ចាស់ហើយក្រុមជំនុំជីវិតថ្មីក៏នឹងធ្វើម្ដងទៀតក្នុងការរួបរวมគ្នាថ្វាយដង្វាយចេញពីក្រុមជំនុំចេញពីគ្រប់ក្រុមគ្រួសារចេញពីកន្លែងផ្សេងទាំងអស់ព្រះម្ចាស់ដើម្បីកសាងក្រុមជំនុំរបស់ព្រះអង្គផងដែរព្រះម្ចាស់ហើយពេលទូបង្គំអធិដ្ឋានព្រះម្ចាស់ហើយព្រះអង្គបានតូតរំពៃមើលដួងចិត្តរបស់យើងព្រះអង្គបានតូតមើលកិច្ចការដែលយើងសាមគ្គីគ្នាព្រះម្ចាស់ហើយថ្ងៃនេះគុណប្រកាសថាក្រុមជំនុំជីវិតថ្មីនឹងធ្វើម្ដងទៀតដោយសារព្រះអង្គដែលជាព្រះបានដឹកនាំក្នុងការកសាងក្រុមជំនុំរបស់ព្រះអង្គបណ្ដាយកូននឹងឃើញអំពីមនុស្សនឹងស្វែងសេរីល្អទៅកាន់ព្រះអង្គយើងកូនឃើញមនុស្សនឹងខ្លាយជាសាវករបស់ព្រះអង្គកូននឹងឃើញអំពីការសាយដំណឹងល្អបានកើតឡើងផងដែរបណ្ដាទូបង្គំនឹងឃើញកិច្ចការជាច្រើនទៀតដែលនឹងកើតឡើងនៅក្នុងអគារមួយនេះផងដែរព្រះម្ចាស់អគារមួយនេះនឹងបំរើអំពីដំណឹងល្អរបស់ព្រះអង្គអគារមួយនេះនឹងសម្រាប់យើងទាំងអស់គ្នាសម្រាប់កូនចៅរបស់យើងចៅទួតរបស់យើងនៅចំនួនក្រោយទៀតផងដែរព្រះម្ចាស់ហើយព្រះទូបង្គំអរគុណព្រះអង្គទូបង្គំសរសើរដំកើងព្រះអង្គដែលជាព្រះដែលនឹងលូកប្រហោះដែលធ្វើឲ្យអគារនេះបានសម្រេចកើតឡើងជារូបរាង 100% ផងដែរព្រះម្ចាស់ហើយជាពិសេសព្រះអង្គបានឃើញដៃរបស់យើងក្នុងការថ្វាយដង្វាយរួមក្នុងការសាងសង់ព្រះអង្គឲ្យទូបង្គំអធិដ្ឋាននៅថ្ងៃនេះសូមឲ្យព្រះអង្គដែលជាព្រះបានលូកប្រហោះប្រទានពរដល់បងប្អូនរបស់ទូបង្គំនៅថ្ងៃនេះផងដែរព្រះម្ចាស់ហើយអ្វីដែលគេថ្វាយមិនមែនគ្រាន់តែចំនួនតែគឺជាដួងចិត្តរបស់ពួកគេផ្ទាល់ផងដែរព្រះម្ចាស់ហើយព្រះអង្គឲ្យសូមប្រទានពរដល់ការរស់ស៊ីរបស់ពួកគាត់